សួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែសិក្សាភាសាអង់គ្លេសថ្នាក់ទី7ថ្ងៃនេះខ្ញុំនឹងមកចែករំលែកបងប្អូននៅទំព័រថ្មីមួយទៀតហើយគឺទំព័រទី111ចាអញ្ចឹងចូលទៅកាន់ចំណុចទី4យើងចូលទៅកាន់ចំណុចទី4 number 4 TypeScript 6.18.2 TypeScript 6.18.2 Listen again ស្ដាប់ម្ដងទៀតអញ្ចឹង TypeScript 6.18.2 នេះគឺយើងបានសិក្សានៅក្នុងទំព័រទី110រួចរាល់ហើយបងប្អូនប៉ុន្តែគេឲ្យយើងស្ដាប់ម្ដងទៀតដើម្បីគូសណាដើម្បី draw like or dislike ឬក៏ draw happy or sad ដើម្បីគូសរូបញញឹមឬក៏ sad ហ្នឹងណាចាតំណាងឲ្យអ្វីដែលអ្នកស្រីមុំគាត់ចូលចិត្តហើយអ្នកស្រីមុំគាត់មិនចូលចិត្តអញ្ចឹងនៅក្នុងនេះនៅក្នុងការគិតរបស់គាត់នេះបងប្អូនឃើញមានសកម្មភាពចំនួន8ហើយសកម្មភាពទាំងអស់ហ្នឹងគឺជាអ្វីដែលអ្នកស្រីមុំចូលចិត្តខ្លះហើយពេលខ្លះទៀតគឺគាត់មិនចូលចិត្តទេឥឡូវយើងចូលទៅមើល TypeScript ម្ដងទៀតទៅដើម្បីដឹងចម្លើយចាអញ្ចឹងយើងបន្ត TypeScript របស់យើងហើយខ្ញុំនឹងអានត្រួសជូនបងប្អូនណា My cool teacher គ្រូបង្រៀនដ៏ល្អរបស់ខ្ញុំ Mrs. Mom អ្នកស្រីមុំចាអ្នកស្រីមុំហ្នឹងគឺជាអ្នកគ្រូបង្រៀនមិញហ្នឹង Hi I'm Mom សួស្តីខ្ញុំគឺ Mom I teach every day ខ្ញុំបង្រៀនជារៀងរាល់ថ្ងៃ I teach from Monday to Saturday ខ្ញុំបង្រៀនចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍ Sometimes ជួនកាល I feel really tired ខ្ញុំពិតជាមានអារម្មណ៍ថាអស់កម្លាំង When I'm tired នៅពេលដែលខ្ញុំអស់កម្លាំង I go for a walk ខ្ញុំទៅដើរលេង I like walking ខ្ញុំចូលចិត្តការដើរ I also play football ខ្ញុំថែមទាំងចូលចិត្តកីឡាបាល់ទាត់ at the weekend នៅឯចុងសប្តាហ៍ I like football ខ្ញុំចូលចិត្តកីឡាបាល់ទាត់ It's my favorite sport វាគឺជាកីឡាដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំ But I don't like playing basketball ប៉ុន្តែខ្ញុំមិនចូលចិត្តកីឡាបាល់បោះទេ My grandpa likes playing basketball លោកតារបស់ខ្ញុំចូលចិត្តលេងកីឡាបាល់បោះ But I don't ប៉ុន្តែខ្ញុំមិនចូលចិត្តលេងនោះទេ I also like collecting sticker ខ្ញុំថែមទាំងចូលចិត្តប្រមូល sticker My students sing idol សិស្សរបស់ខ្ញុំគិតថាខ្ញុំមិនចូលចិត្តនោះទេ They're wrong ពួកគេគិតខុសហើយ Sometimes I go swimming at the beach ជួនកាលខ្ញុំទៅហែលទឹកនៅឯឆ្នេរសមុទ្រ At the beach នៅឯឆ្នេរសមុទ្រ I go water skiing
ខ្ញុំទៅជិះស្គីលើទឹក It's so fun It's so fun វាសប្បាយរីករាយខ្លាំងណាស់វាសប្បាយខ្លាំងណាស់ It's so fun I like water skiing in the afternoon I like water skiing in the afternoon ខ្ញុំចូលចិត្តការជិះស្គីលើទឹកហ្នឹងនៅពេលល្ងាចពេលរសៀល Because it's not too hot Because it's not too hot ពីព្រោះវាមិនក្តៅខ្លាំងវាមិនក្តៅខ្លាំងពេក But I don't like sunbathing But I don't like sunbathing ប៉ុន្តែខ្ញុំមិនចូលចិត្តហាលថ្ងៃនោះទេខ្ញុំមិនចូលចិត្តការហាលថ្ងៃការដេកហាលថ្ងៃនោះទេ It is very hot It is very hot វាពិតជាក្តៅខ្លាំងណាស់ and boring ហើយគួរឲ្យធុញទ្រាន់វាក្តៅខ្លាំងណាស់ហើយវាគួរឲ្យធុញទ្រាន់ផងដែរវាក្តៅហើយគួរឲ្យធុញទ្រាន់ Oh and I also like singing And I also like singing ហើយខ្ញុំថែមទាំងចូលចិត្តការច្រៀង And ហើយនឹង dancing ហើយនឹងការរាំ I sing and dance in the shower every day I sing and dance in the shower every day ខ្ញុំច្រៀងហើយនឹងរាំនៅពេលដែលងូតទឹកកាឈូកជារៀងរាល់ថ្ងៃ But no one sees me But no one sees me ប៉ុន្តែមិនមាននរណាម្នាក់មើលឃើញខ្ញុំទេមិនមាននរណាម្នាក់ឃើញខ្ញុំទេចាត្រឡប់មកវិញខ្ញុំនឹងសង្ខេបជូនបងប្អូនថាតើអ្នកស្រីមុំហ្នឹងគាត់ចូលចិត្តអីខ្លះអញ្ចឹងអ្នកស្រីមុំគឺគាត់ចូលចិត្តការដើរចាគាត់ចូលចិត្តការដើរចូលចិត្តលេង football បាល់ទាត់ហើយនឹងមិនចូលចិត្តលេង basketball ទេចាហើយគាត់ចូលចិត្ត collecting sticker ហើយគាត់ចូលចិត្តជិះស្គីគាត់ចូលចិត្តជិះស្គីលើទឹកចាចូលចិត្តហាលទឹកចូលចិត្តជិះស្គីលើទឹកប៉ុន្តែគាត់ក៏មិនចូលចិត្តហាលថ្ងៃដែរណាឥឡូវនេះខ្ញុំមកសង្ខេបត្រួសឥឡូវយើងចូលទៅឆ្លើយសំណួររបស់យើងវិញហើយយើងធ្វើការគូររូប smile or sad ឬក៏ smile like or dislike អញ្ចឹងទៅបងប្អូនតោះយើងទៅមើលទំព័រ111យើងវិញអញ្ចឹងបងប្អូនអាចសរសេរលេខ1ចាសរសេរលេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7លេខ8តំណាងឲ្យរូបភាពដែលនៅក្នុងសភៅទំព័រទី111របស់យើងនេះណានៅក្នុងចំណុចទី4បងប្អូនសរសេរពីលេខ1ដល់លេខ8មកតំណាងឲ្យរូបភាពទាំង8ហើយបន្ទាប់មកយើងអាចគូសរូប smile or happy or sad happy or unhappy ណាបងប្អូនមើលរូបភាពចានេះយើងគូររូបបែបនេះមកនេះអញ្ចឹងយើងឆ្លើយសំណួរទៅអ្នកស្រីមុំគាត់ចូលចិត្តអីខ្លះមិញបងប្អូនអាចឆ្លើយបានហើយអញ្ចឹងអ្នកស្រីមុំគាត់ចូលចិត្តជិះស្គីលើទឹកអញ្ចឹងយើងអាចគូសរូបមួយនេះមកចាហើយគាត់មិនចូលចិត្តការគេងហាលថ្ងៃទេបងប្អូនអាចគូសរូបបែបនេះមកណាចាមានអីទៀតអញ្ចឹងអ្នកស្រីមុំគាត់ក៏ចូលចិត្តកីឡាបាល់ទាត់អញ្ចឹងបងប្អូនគូសរូប happy មកអញ្ចឹងយល់ហើយកន្លែងហ្នឹងហើយនៅមានចម្រៀងទៀតចាអញ្ចឹងអ្នកស្រីមុំក៏ចូលចិត្តច្រៀងដែរហើយការដើរនិងការប្រម៉ូទ sticker ក៏គាត់ចូលចិត្តដែរប
ប៉ុន្តែគាត់អត់ចូលចិត្ត basketball ទេណាអ្វីដែលគាត់អត់ចូលចិត្តមានតែ2ទេច្រៀងក្នុងបន្ទប់ទៅគាត់ចូលចិត្តដែរអ្វីដែលគាត់អត់ចូលចិត្តហ្នឹងគឺ basketball ហើយនឹងsunbathing តែ2ឯណាបងប្អូនឥឡូវយើងចូលទៅកាន់ចំណុចទី5បន្តទៀត number 5 What do you like What do you like ចាអញ្ចឹងចំណុចទី5 What do you like តើអ្នកចូលចិត្តអ្វីត្រដូចគ្នាដែរខាងលើណាបងប្អូន In your notebook នៅក្នុងសៀវភៅសរសេររបស់អ្នក Ask and answer question with your partner តើអ្នកចូលចិត្តអ្វីអញ្ចឹងត្រដូចគ្នាគោលរូបបែបនេះពីរហ្នឹង In your notebook ask and answer question with your partner សួរនិងឆ្លើយសំណួរជាមួយដៃគូរបស់អ្នកសួរនិងឆ្លើយសំណួរនៅក្នុងជាមួយដៃគូរបស់អ្នកឧទាហរណ៍ Do you like playing football Do you like playing football តើអ្នកចូលចិត្តការលេងកីឡាបាល់ទាត់ដែរទេអញ្ចឹងដៃគូរបស់យើងអាចឆ្លើយ No I don't ឬក៏ Yes I do អញ្ចឹងទៅប៉ុន្តែយើងមិនប្រើ No I don't ឬក៏ Yes I do ទេយើងអាចគូសរូបបែបនេះណាមានគូសរូបពីរបើចូលចិត្តគឺគូសរូបញញឹមបើអត់ចូលចិត្តទេគូសរូបសែតមកចំណុចទី6បន្តទៀត number 6 Do you like hiking Do you like hiking ណា Do you like hiking តើអ្នកចូលចិត្តការដើរកម្សាន្តតាមព្រៃដែរឬទេ Write 5 sentences about you Write 5 sentences about you សរសេរប្រយោគ5ស្ដីអំពីអ្នកសរសេរប្រយោគ5ស្ដីអំពីអ្នក Swap ណា Swap ហ្នឹងគឺផ្លាស់ប្ដូរกระดาษគ្នាឬក៏ផ្លាស់ប្ដូរសភៅគ្នា Whose paper do you have Whose paper do you have តើអ្នកមានក្រដាសហ្នឹងជារបស់នរណាអញ្ចឹងកន្លែងនេះគេសំដៅទៅលើក្រដាស Can you find him or her Can you find him or her តើអ្នកអាចស្វែងរកនាងឬក៏គាត់បានដែរឬទេអញ្ចឹងក្នុងចំណុចទី5នេះលោកគ្រូអ្នកគ្រូអាចនឹងឲ្យបងប្អូនគូសសរសេរម្នាក់5ប្រយោគដើម្បីដែលអ្នកចូលចិត្តហើយអ្វីដែលអ្នកមិនចូលចិត្តចំនួន5ប្រយោគមកបន្ទាប់មកអ្នកគ្រូគាត់យកกระดาษហ្នឹងទៅលើក្តារខៀនហើយគាត់នឹងចាផ្លាស់ប្ដូរกระดาษហ្នឹងទៅកាន់សិស្សម្នាក់ៗដើម្បីឲ្យយើងម្នាក់ៗហ្នឹងខុសៗគ្នាហ្នឹងស្វែងរកមិត្តភ័ក្តិដៃគូដែលសេกระดาษហ្នឹងចាអញ្ចឹងភាសាអង់គ្លេសថ្នាក់ទី7ទំព័រ11មានប៉ុណ្្នឹងទេសូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់